បាទសួស្តីបងប្អូនអរគ្នាសម្រាប់វីដេអូថ្ងៃនេះយើងនិយាយតាក់ទងជាមួយនឹងការរៀបចំក្នុងការផុសវិញម្ដងណាអញ្ចឹងតាក់ទងជាមួយនឹងការផុសគឺយើងផុសជាលក្ខណៈ Reel ក៏បានវីដេអូក៏បានឬក៏ផុសជាលក្ខណៈរូបភាពក៏បានដែរហើយការផុសរបស់យើងគឺយើងអាចភ្ជាប់តាក់ទងជាមួយនឹងឈ្មោះ page នីមួយៗដែលយើងអាចធ្វើការរៀបចំដាក់ឲ្យវាធ្វើការរៀបចំផុសណាអញ្ចឹងតាក់ទងជាមួយនឹងការផុសយើងអាចផុសជាលក្ខណៈ schedule ក៏បានមានថាយើងកំណត់ម៉ោងឲ្យវាឬក៏យើងចង់enable ពេលដែលយើងចុច start tool ភ្លាមឲ្យវាបើកផុសភ្លាមក៏បានដែរតាក់ទងជាមួយ tool របស់យើងឥឡូវយើងនិយាយតាក់ទងជាមួយនឹងការឧទាហរណ៍តើយើងគួររៀបចំបែបណារៀបចំយ៉ាងម៉េចដើម្បីឲ្យវាយកពីវីដេអូពី folder ដែលយើងមាននៅក្នុងកុំព្យូទ័រស្រាប់យកទៅរៀបចំក្នុងការផុសណាឥឡូវឧទាហរណ៍ខ្ញុំតាក់ទងជាមួយនឹង enable power when run យើងយកមួយណាក៏បានដែរបើ schedule នេះដល់ម៉ោងវាដែលយើងបានកំណត់បានវាធ្វើការផុសតែបើ when run នេះគ្រាន់តែយើងចុច start ទៅវានឹងដំណើរការក្នុងការរៀបចំបើកផុសឲ្យយើងតែម្ដងឥឡូវយើងរៀបចំទៅលើ page នេះមួយ LD លេខ1នេះមួយឥឡូវខ្ញុំបើកទៅកាន់ LD លេខ1មួយនឹងសិនតែយើងយកឈ្មោះ page ដើម្បីយកមករៀបក្នុងការផុសឥឡូវយើងបើកវាមកដំណើរការសិនមកអូខេឥឡូវវាចេញហើយខ្ញុំទៅការបើកវាសិនហើយខ្ញុំ check មើលកម្មវិធីខ្ញុំតិចក្រោយវា record អត់ជាប់អូខេតបមកយើងទៅការបើកចូលទៅក្នុង Facebook ណាមួយទៅមិនថាការផុសនេះយើងនៅក្នុង LD យើងមានប្រមាណ app ក៏បានដែរមិនថា app clone ឬក៏ app Zin ទេគឺវាអាចរៀបចំក្នុងការផុសបានទាំងអស់ហ្នឹងមិនមែនថាយើងដាក់បានតែ app Zin ទេទូ app clone ក៏យើងអាចរៀបចំក្នុងការផុសបានដែរឥឡូវខ្ញុំឧទាហរណ៍ក្នុង app Zin មួយបន្ទាប់មកខ្ញុំចូលមកកាន់ menu មកហើយខ្ញុំទៅកាន់ទៅរក page ឥឡូវឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាមាន page ច្រើនអញ្ចឹងឥឡូវយើងចង់ផុស page មួយណាយើងទៅការរកមើល page មួយហ្នឹងមកចឹងឥឡូវឧទាហរណ៍ថា page មួយនេះចឹងមកឬក៏ page ណាផ្សេងក៏បានដែរឥឡូវឧទាហរណ៍ page ផ្សេងខ្ញុំដាក់ខាងក្រោមគេ import ហ្មងឧទាហរណ៍ page មួយនេះឈ្មោះចឹងយើងកន្លែងនេះគឺកន្លែង page name នេះយើងវាយបញ្ចូលមក page name គឺយើងវាយឈ្មោះ page ដែលមាននៅក្នុង Facebook របស់យើងយើងវាយបញ្ចូលមកឧទាហរណ៍បន្ទាប់មកនៅក្នុង app មួយណាកតុយ A នេះគឺសំដៅទៅលើ Facebook ស៊ីនេះណាបាទបើកតុយ B វារាប់ចាប់ពីapp clone លេខ1នេះទៅបាទ B C D E F G អញ្ចឹងយើងរាប់ពី A B C ទៅបើ A សំដៅទៅលើ app Zin ដែលយើង down ចេញពី Play Store ឬក៏យើង down ចេញពីណាក៏ដោយឲ្យតែ app Zin យើងអាចធ្វើការដាក់កតុយ A នឹងបានណាតែបើថា app clone យើងរាប់ពី B ទៅណាពីលេខ B នឹងវាសំដៅទៅលើ app clone លេខ1អូខេអាហ្នឹងខ្ញុំយកប៉ុណ្ណឹងបន្ទាប់មកខ្ញុំដាក់ឈ្មោះ page ហើយបន្ទាប់មកយើងចង់caption ដែលបងប្អូនធ្វើការចង់ដាក់តែយើងចង់យកដាក់ caption ពីណាឬក៏ caption ឬក៏ hashtag ពីណាយើងអាចយកបានអានេះមានន័យថាតើតើជាមួយនឹងកន្លែង input នេះយើងអាចដាក់ customize ខ្លួនឯងមានថាយើងកំណត់ដោយខ្លួនឯងបានណាហើយ hashtag នេះគឺយើងអាចកំណត់ដោយខ្លួនឯងបានតែបើថាយើងអត់ទេយើងមាន hashtag ចេញពី title វីដេអូឥឡូវឧទាហរណ៍យើងចូលទៅកាន់ folder វីដេអូណាមួយដែលយើងមានអញ្ចឹងមកបាទអូខេខ្ញុំជួយមើលតិចសិនដើម្បីរកមើលអូខេថានេះមួយបន្ទាប់មកខ្ញុំបើក folder មួយអញ្ចឹងមកឥឡូវដល់ថានេះជា folder វីដេអូរបស់យើងអូនេះវីដេអូញ៉ៃពេកខ្ញុំយកអាកាយហើយវិញបើកទៅកាន់អាកាយហើយអូខេតោះមកខ្ញុំដកនេះចេញទៅសិនតែមកឧទាហរណ៍ថានេះជា folder ដែលយើងធ្វើការរៀបចំផុសអញ្ចឹងយើង copy វាមកបាទយើង copy មកនេះយើងមកស្ដាំនៅលើកន្លែងaddress របស់ folder នីមួយៗយើងមកយើងគ្រាន់ copy មកយើងយកមកផាសនេះកន្លែង folder នេះ folder គឺសំដៅដាក់កន្លែង folder វីដេអូដែលយើងចង់ឲ្យវាផុសនៅក្នុង page ណាយើងយកចេញមកហើយយើងដាក់មកឥឡូវយើងចុច save មួយសិនមកអញ្ចឹងឈ្មោះ page ដែលយើងដាក់ឲ្យគឺវានឹង load មកខាងលើនេះឲ្យហើយសូតាក់ទងជាមួយឈ្មោះ page ដែលយើងបានកែហើយអញ្ចឹងណាបន្ទាប់មកយើង add time នេះយើងចង់ឲ្យវាផុសអីគេជាលក្ខណៈ reel ឬក៏ video photo បន្ទាប់មកយើងដាក់មកហើយម៉ោងយើងចង់កំណត់តាម schedule ដែលយើងចង់ដាក់ឲ្យវាផុសទៅតែបើថាយើងអត់ទៅយើងចង់ឲ្យវាពេលដែលយើង start ទៅវាបើកផុសភ្លាមមកយើងយក enable when run មកហើយនេះយើងមិនកំណត់ក៏បានដែរហើយកន្លែងនេះគឺ delete យើងសំដៅយើងការលុបអ្វីដែលយើងបាន add មុនហ្នឹងយើងចុចទៅវាបាត់វិញហើយអូខេអញ្ចឹងយើង add មកវិញមកខ្ញុំផុស reel ហើយយើងចុច save អញ្ចឹងទៅអញ្ចឹងចំនួនវីដេអូដែលយើងបានដាក់ folder មួយហ្នឹងវានឹងសូបង្ហាញនៅក្នុងនេះតើចំនួនវីដេអូដែលយើងបានដាក់ហ្នឹងប្រហែលនៅក្នុង folder នីមួយៗដែលយើងបានយកមកនេះអញ្ចឹងនៅក្នុងនេះវា1000បាទ927
ចឹងវាសូចំនួនបាទដូចគ្នាតមកកន្លែងនេះគឺចំនួនវីដេអូដែលបងចង់ឲ្យវាធ្វើការផុសម្ដងប្រហែលវីដេអូយើងដាក់មក4 10 20វីដេអូ30 40វីដេអូអីចឹងយើងដាក់តាមហ្នឹងមកឥឡូវឧទាហរណ៍ម្ដង4វីដេអូអីចឹងមកឬក៏5ឬក៏10អីយើងដាក់តាម schedule ដែលយើងកំណត់ខ្លួនឯងទៅហើយយើងសៀវមកហើយ weight នេះយើងដាក់10 default ចឹងទៅអានេះយើងបើចាំកែក៏បានយើងដាក់ប៉ុណ្ណឹងអូតូហ្មងក៏បានដែរធូរវាចេះរៀបចំតាក់ទងជាមួយនឹងការរៀបចំផុសហេតុទៅលើការផុសបានឬក៏មិនបានអីចឹងណាវាចេះឆែកហើយបន្ទាប់មកតាក់ទងជាមួយនឹង hashtag នេះយើងអាច input ដល់ខ្លួនឯងមានន័យថាយើងកំណត់ដល់ខ្លួនឯងក៏បានដែរយើងអាចបញ្ចូលដល់ខ្លួនឯងក៏បានឬតថាអត់ទេយើងចង់បានcaption នេះចេញពី title ដែលមាននៅក្នុងវីដេអូស្រាប់យើងគ្រាន់តែ click ខាងលើមកនេះមានន័យថាវានឹងយកចេញ title caption ដែលមាននៅក្នុងវីដេអូដែលមាននៅក្នុងហ្នឹងគឺវានឹងយកមកដាក់ហ្មងហើយ hashtag ដូចគ្នាបើសិនបើក្នុង file វីដេអូដែលយើង download មកវាមាន hashtag វានឹងយក hashtag ចេញពីវីដេអូហ្នឹងយកទៅការ minimize ក្នុងការផុសឲ្យយើងហ្មងអញ្ចឹងតែបើថាយើងខ្ជិលយើងអត់ចង់ដាក់យកចេញពីវីដេអូទេយើងអាចកំណត់ខ្លួនឯងមកយើងឧទាហរណ៍ថា caption មួយអញ្ចឹងមកបាទយើងចេះដាក់អញ្ចឹងណាឧទាហរណ៍ឥឡូវឧទាហរណ៍ខ្ញុំយក caption ផ្សេងពីនេះមួយអញ្ចឹងមកតែឥឡូវខ្ញុំលុប hashtag ចោលបន្ទាប់មកបងចង់ដាក់ថែមទៀតយើងគ្រាន់តែក្បៀសមួយមកហើយយើង enter ចុះមកហើយយើងដាក់ផ្សេងទៀតមកនៅក្នុងនេះយើងចង់ដាក់ប្រមាណឲ្យវាក៏បានដែរវានឹងចេះ random យកម្ដងមួយដើម្បីរៀបចំយកក្នុងការដាក់ caption ឲ្យយើងអញ្ចឹងយើងចង់ដាក់វាប្រមាណក៏បានដែរវាចេះរៀបចំ random យកទៅដាក់ដល់ខ្លួនឯងហើយ10 caption អីចឹងទៅឬក៏យើងដាក់តែមួយក៏បានព្រោះមួយវាប្រើតែមួយហ្នឹងគឺរួចហើយអញ្ចឹង hashtag យើងដាក់ឲ្យវាមកយើងចង់បាន hashtag ប៉ុណ្ណាយើងដាក់មកឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅកាន់ Google មួយចឹងមកដើម្បីរកថាយើងចង់ដាក់ hashtag ឥឡូវឧទាហរណ៍ខ្ញុំចូលទៅកាន់ Google មួយខ្ញុំដាក់ថា TikTok hashtag ឥឡូវខ្ញុំ check ក្នុងនេះដូចមានដែរតែខ្ញុំ check មើលសិនអូននេះអញ្ចឹងខ្ញុំនឹងយកចេញពីនេះហ្មងអញ្ចឹងឧទាហរណ៍ថាខ្ញុំយកចេញពីហ្នឹងមក viral មួយអញ្ចឹងមកអូខេ copy ដាក់មួយបាញ់យកមកដាក់មកនិយាយចង់ឲ្យវាប៉ុណ្ណឹងមកហើយបាទអូខេមក page រួចបាទហើយយើងផុសអីគេផុស reel អញ្ចឹងយើងដាក់មកវាមកតែប៉ុណ្ណឹងមកហើយបន្តទៀត LD ផ្សេងទៀតឬក៏ page ផ្សេងទៀតយើងរៀបចំដូចគ្នាទាំងអស់មកគឺតែប៉ុណ្ណឹងគឺរួចហើយយើងអត់មានធ្វើអីផ្សេងទៀតតែឥឡូវខ្ញុំតេស្តតែមក page ហ្នឹងសិនទេមក LD ហ្នឹងឲ្យមើលហ្មងឬក៏មក page ហ្នឹងទេអញ្ចឹងខ្ញុំទៅការ start អញ្ចឹង start វាចាប់ដើមបើកហើយឥឡូវខ្ញុំដាក់ កំណត់អានេះវាធំតិចដើម្បីស្រួលមើលអូយ៉ាខ្ញុំដាក់ធំ4អីចឹងមកបានហើយឲ្យវាធំ auto rec បាទអញ្ចឹងវា weight ចំនួន10វិនាទីដោយសារខ្ញុំដាក់ចំនួន10ណាអញ្ចឹងចាំមើលវាតទៅជាមួយនឹងការផុសរបស់វាអញ្ចឹងឲ្យវាដំណើរការសិនទៅវា weight អានេះចប់ហើយបានវា start អញ្ចឹងវា copy file ណាវា copy file ចេញនេះ folder ដែលយើងបានដាក់ឲ្យវាហ្នឹងនេះ folder នេះ file video អញ្ចឹងវាយកទៅរៀបចំក្នុងការផុសអញ្ចឹងឥឡូវយើងមើលរងចាំតទៅជាមួយនឹងការផុសរបស់វាផុសយ៉ាងម៉េចហើយរកឈ្មោះ page យ៉ាងម៉េចដើម្បីយកមកផុសអញ្ចឹងណាអូខេឥឡូវវាកំពុងតែធ្វើការ start ក្នុងការរកឈ្មោះ page អញ្ចឹងមិនថា page នៅក្នុង calculate ណាទេឲ្យតែយើងដាក់ឈ្មោះ page ត្រូវគឺវានឹងរកឃើញហើយវា select ដើម្បីធ្វើការយកទៅផុសអញ្ចឹងណាតែបើយើងដាក់ឈ្មោះផុសខុសឲ្យវាក៏វាមិនអាចធ្វើការនេះបានដែរដោយសារតែឈ្មោះ page បើយើងដាក់ខុសវារត់ឃើញអញ្ចឹងវារកទៅតាមឈ្មោះ page ដែលយើងបានដាក់ឲ្យអញ្ចឹងបើថាយើងដាក់ខុសដាក់ត្រូវគឺវារត់ឃើញហើយអញ្ចឹងវាធ្វើការ change ហើយបាទអូខេអញ្ចឹងវាចាប់ដើមធ្វើការ start បាទដាក់ hashtag ដាក់ caption អីចឹងណាបាទវានឹងចេះ random ដាក់ខ្លួនឯងហើយអញ្ចឹងវាចុចផុសហើយអញ្ចឹងវាចូលមក change វា change ទៅលើវីដេអូដែលវាបានផុសហ្នឹងណាអញ្ចឹងវាកំពុងឆែកតើពេលដែលវីដេអូផុសហើយវានឹងធ្វើការមិនទៀតយើងរងចាំមើលសិនទៅអូខេអញ្ចឹងវីដេអូវាផុសហើយអញ្ចឹងវានឹងធ្វើការផុសទៅវីដេអូបន្ទាប់ទៀតវាចូលទៅ copy វីដេអូបន្ទាប់អូខេវា copy យកមកទៀតហើយអញ្ចឹងវានឹងឆែករូបភាពអូខេវីដេអូទី2អញ្ចឹងវា close ហើយវាចូលទៅផុសបន្តទៀតអញ្ចឹងយើងគ្រាន់តែដាក់កំណត់ឲ្យវាទៅវានឹងចូលផុសបន្ត load ឲ្យអញ្ចឹង
ទៅតាមវីដេអូដែលយើងបានកំណត់ឲ្យវានេះឧទាហរណ៍យើងដាក់នេះ4អញ្ចឹងវាផុស4វីដេអូនឹងចប់អញ្ចឹងណាអូខេឃើញណាអញ្ចឹងវានឹងការ start ផុសម្ដងមួយឲ្យយើងតចប់ចំនួនវីដេអូដែលយើងបានកំណត់ឲ្យវាអញ្ចឹងវានឹងយកចេញពី file ហើយចំពោះ file វីដេអូដែលវាបានផុសឲ្យវានឹង minimize ទៅ folder ផ្សេងឥឡូវឧទាហរណ៍នេះណាអញ្ចឹងវានឹងបង្កើត folder មួយថ្មីមួយទៀតដាក់ថា post tag វីដេអូដែលវាផុសឲ្យវានឹងធ្វើការបញ្ចូលមកក្នុង folder ផ្សេងកុំឲ្យច្រឡំទៅលើវីដេអូដែលយើងអត់បានផុសអញ្ចឹងវាដាក់ទៅលើ folder ផ្សេងឲ្យយើងអញ្ចឹងវាអត់មានជាបញ្ហាសម្រាប់យើងទេចំពោះវីដេអូដែលយើងបានផុសហើយឬក៏មិនទាន់ហើយអីហ្នឹងវាចេះរៀបចំឲ្យហើយអញ្ចឹងមិនបាច់ចាំបារម្ភថាអូវាផុសវីដេអូឲ្យយើងដែរទេវីដេអូដែលវាផុសឲ្យវាខាត់ទៅលើ folder ផ្សេងឲ្យហើយឃើញទេពេលដែលវាផុសឲ្យប្រាច់គឺវានឹងខាត់វីដេអូហ្នឹងមកលើ folder ផ្សេងហើយវាចូលទៅ copy វីដេអូបន្ទាប់ទៀតចេញពី folder ដែលយើងបានឲ្យហ្នឹងទៅគឺដើម្បីយកទៅផុសបន្តរហូតអញ្ចឹងអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯង